បាទជាសួរបងជំរាបសួរ មិនដែរបងសុខសប្បាយទេហើយតាំងពីឡើងហាងថ្មីមកមិនដែរបង អត់អីទេសម្រាប់ពួកខ្ញុំសុខសប្បាយធម្មតា បាទ សុខសប្បាយ ហើយអាជីវកម្មមិនដែរបងការងារមានញឹកទេបង តែតែចូលដល់ខែដែលពួកយើងត្រូវមានសកម្មភាពវិញណា បងបានស្គាល់ design standard តាមរយៈអីដែរបង ពីដំបូងឡើយពួកខ្ញុំបាននិយាយទៅពួកខ្ញុំទាំងពីរហ្នឹងពួកខ្ញុំបានទៅញ៉ាំអាហារនៅកន្លែងមួយកន្លែងនៅបឹងកងណាដល់ពេលទៅខ្ញុំបានឃើញហាងមួយស្អាតមែនតើហើយដល់ពេលទៅពួកខ្ញុំក៏បានថាចឹងថ្ងៃណាមួយនឹងស្វែងរកម្ចាស់ អូខេ នៅចាស់តែធ្វើហាងហ្នឹងអញ្ចឹងដល់ពេលក៏ចៃដន្យនេះក៏អង្គុយអូសទៅក៏ឃើញនៅតាមបណ្ដាញ Facebook ពេលដែលបងសម្រេចចិត្តថាបងជ្រើសរើសក្រុមហ៊ុនដែលគាត់ហ្នឹងបងសួរតែ design standard មកឬមួយក៏បងអាចមានមើលក្រុមហ៊ុនអីផ្សេងទៀតដែរ ជាជំរឿសហ្នឹងគឺចង់និយាយថានៅពេលដែលខ្ញុំបានដឹងថាក្រុមហ៊ុនមួយហ្នឹងដែលខ្ញុំបានស្រឡាញ់អញ្ចឹងខ្ញុំក៏គិតថាខ្ញុំឲ្យក្រុមហ៊ុនមួយហ្នឹងសិក្សាហ្នឹងហើយអញ្ចឹងខ្ញុំគិតថាខ្ញុំដាក់ក្តីស្រឡាញ់ទៅកាន់គាត់ខ្ញុំដាក់ទំនុកចិត្តទៅកាន់គាត់ព្រោះដោយសារអ្វីដែលខ្ញុំចង់បានគឺគាត់បានផលិតអាគារមួយជាបោះក្រុមហ៊ុនផ្សេងអញ្ចឹងខ្ញុំគិតថាខ្ញុំជឿទុកចិត្ត មុននឹងការចេញ concept ហាងហ្នឹងតើជាគំនិតរបស់បងផ្ទាល់ហ្មងដែលបងមាន concept ក្នុងការស្រឡាញ់ហើយគ្រាន់តែថាផ្ដល់មកឲ្យរចនាករខាងយើងបាន design ហើយឬមួយក៏មានការ consult ពីគាត់មួយចំនួនទៀត ខ្ញុំត្រូវផ្ដល់ក្តីស្រឡាញ់ឲ្យគាត់ថាតើខ្ញុំមានអារម្មណ៍បែបណាជាមួយនឹងទីតាំងថ្មីហើយមួយទៀតខ្ញុំត្រូវតែឲ្យគាត់ឃើញអំពីទីតាំងហើយគាត់ក៏ចាប់ផ្ដើមបង្ហាញនៅ concept របស់គាត់ហើយខ្ញុំក៏ជឿលើពួកគាត់ដែរព្រោះខ្ញុំគិតថាក្តីស្រឡាញ់ដែលខ្ញុំបានស្រឡាញ់ខ្ញុំបានឲ្យគាត់ហើយអញ្ចឹងគាត់នឹងបំលែងក្តីស្រឡាញ់ហ្នឹងឲ្យសមជាមួយនឹងទីតាំងផ្ទាល់ បងសម្រាប់បងវិញបងយល់យ៉ាងណាដែរចំពោះ concept ក្នុងការ design ហាងរបស់បង និយាយទៅ concept នៃការ design នេះគឺខ្ញុំពេញចិត្តខ្ញុំស្រឡាញ់និយាយទៅដូចបានសនេបាននិយាយមុនអញ្ចឹងអានេះចង់និយាយជាហាងមួយនៅក្នុងក្តីសម័យរបស់ពួកខ្ញុំថាថ្ងៃណាមួយពួកខ្ញុំបើសិនជាពួកខ្ញុំអាចនឹងមានលទ្ធភាពធ្វើហាងពួកខ្ញុំចង់ធ្វើហាងបែបនេះ បាទចឹងហើយបងដោយសារតែឥឡូវហាងយើងក៏ស្អាតហើយដែរអញ្ចឹងបើនិយាយទៅ project យើងគឺ finish 100% ហ្មងព្រោះអីបងតាមតាសម្ពោធហាងថ្មីដែរបាទអញ្ចឹងតាក់តងជាមួយនឹងបងយល់មិនដែរចំពោះក្រុមការងារជាងយើងបើបងមើលទឹកដៃជាងទៅមិនដែរឥឡូវពី1ដល់10បងរ៉េតឲ្យប៉ុន្មានបន្ទុកដែរនិយាយទៅសម្រាប់ទឹកដៃជាងបើសម្រាប់អារម្មណ៍ខ្ញុំពេញចិត្តគិតថាជា9លើ10ទៅបាទខ្ញុំរ៉េតឲ្យ9លើ10បាទ អូខេសម្រាប់ខ្ញុំគិតថាក្តីស្រឡាញ់ច្រើន9.5ចាអូខេខ្ញុំដល់ផ្លាត់10ដែរ អូខេ បងគិតថាល្បឿននៃការធ្វើរបស់ជាងហើយក៏ដូចជាសម្ដាប់ធ្នាប់ក្នុងការឋាននៅពេលដែលធ្វើបងយល់ថាមិនដែរចំពោះបង ខ្ញុំពេញចិត្តជាមួយនឹងពេលវេលានៃការរួចគឺគាត់រួចមុនហ្នឹងរួចមុនពេលវេលាទៀតអញ្ចឹងដើម្បីងាយស្រួលដើម្បីឲ្យយើងហ្នឹងត្រៀមនៅអ្វីដែលយើងអាចបំពេញបន្ថែមហើយតើតើនឹង team work ក្រុមការងារពួកគាត់ស្រួល បាទចឹងឥឡូវសូមឲ្យបងជួយផ្ដល់បន្ទុកល្បឿននៃការធ្វើក៏ដូចជាសម្ដាប់ធ្នាប់ក្នុងការគ្រប់គ្រងការឋានអនាម័យអីផ្សេងតើបងឲ្យប៉ុន្មានបន្ទុកការធ្វើវាមិនរលូនទាំងអស់ទេចឹងនិយាយថាវាមានតែងតែមានចំណុចខ្វះខាតតិចតួចប៉ុន្តែតិចតួចហ្នឹងយើងចាប់ទុកថាវាជាទូទៅវាជាអត់ផុតទេអញ្ចឹងបើសម្រាប់ការឋានការនេះអីហ្នឹងខ្ញុំនឹងឲ្យដូចមិញចាស់9បាទឲ្យ9បាទហ្នឹង ចំណែកតែខ្ញុំតើតើនឹងសេវាកម្មទាំងអស់ហ្នឹងបើមិញតើតើនឹងអាគារដែលស្រស់ស្អាតខ្ញុំឲ្យ 9.5 តែនេះខ្ញុំអត់បានឲ្យ 9.5 ទេអញ្ចឹងណាអញ្ចឹងខ្ញុំសុំរៀងក្រោមហ្នឹងហើយអញ្ចឹងណាព្រោះដោយសារខ្ញុំនៅកាន់កាប់ជាមួយនឹងកន្លែងការងារហ្នឹងអញ្ចឹងខ្ញុំឃើញពីភាពខ្វះខាតខ្វះអីចឹងទៅអញ្ចឹងណាធ្វើបិទថាចង់និយាយថានៅពីខាងក្រោយឆាកវាមិនអាចដូចនៅលើវេទិកាទេបាទវាមានឆ្លោះគ្នាវាមានជាន់ចានជាន់ឆ្នាំវាមានផ្លេចនេះវាមានផ្លេចនោះធម្មតាគឺវាថាអញ្ចឹងប៉ុន្តែអ្វីដែលយើងរំពឹងគឺសមិទ្ធផលនៅលើវេទិកាអូខេអញ្ចឹងនៅខាងក្រោយឆាកខ្ញុំឲ្យបាន9បាទបងអូខេអញ្ចឹង9ហ្នឹងអញ្ចឹងបានថាចាច្រាមឆ្លោះគ្នាខ្លះអីឡើប៉ុន្តែអាសមិទ្ធផលចុងក្រោយវាធ្វើឲ្យយើងនឹងមានស្នាមញញឹមនៅអាឃ្លាបញ្ចប់តើបងយល់ថាមិនដែរសម្រាប់តម្លៃនៃការសាងសង់ហាងរបស់បងតើវាស័ក្តិសមជាមួយនឹងអ្វីដែលបងទទួលបានទេឬមួយក៏បងយល់ថាតម្លៃនោះវាខ្ពស់ពេកឬមួយក៏វាទាបពេកឬមួយក៏គិតថាតម្លៃប៉ុណ្ណឹងសមស្របជាមួយនឹងអ្វីដែលបងទទួលបានបាទបងយល់ថាមិនដែរស្រាប់រកតម្លៃដូចពួកខ្ញុំបានជំរាបខាងដើមអញ្ចឹងនិយាយថាមុននឹងពេលដែលយើងគូប្លង់គឺយើងសិក្សាជាមួយតម្លៃហ្នឹងហើយតែសម្រាប់តម្លៃនេះសម្រាប់ដែលខ្ញុំធ្វើនេះគឺខ្ញុំអាចទទួលយកបានបញ្ចប់គម្រោងភ្លាមណាបាទបងមានអារម្មណ៍មិនដែរនៅពេលដែល
ធម្មតាអារម្មណ៍ពេលដែលយើងបើកការឋានផ្សេងបាទយើងឃើញមកចាប់ដើមដេកបានបន្តិចមកអារម្មណ៍យើងផ្សេងតែដល់ពេលបញ្ចប់ទាំងមូល យើងបានទទួលនៅអ្វីដែលជាសុបិនរបស់យើងខ្លាចជាការពិតជារំភើបសប្បាយចិត្តនៅពេលដែលខ្លួនឯងទទួលបាននៅអ្វីដែលខ្លួនឯងស្រឡាញ់ សម្រាប់ខ្ញុំមានអារម្មណ៍មួយថាសប្បាយចិត្តអញ្ចឹងណានៅពេលដែលយើងធ្វើហាងមកដូចថាហាងពេញនឹងអារម្មណ៍ដែលយើងចង់បានអ្វីដែលយើងចង់បានហើយមួយទៀតដូចជាទូទៅកន្លែងយើងផ្ដល់នៃសេវាកម្មនៃការកាត់សម្លៀកបំពាក់អញ្ចឹងណានៅពេលដែលអតិថិជនយើងដែលគាត់ចូលមកកាត់សម្លៀកបំពាក់គាត់តែងតែថាចឹងហាងស្អាតម៉េះអីអញ្ចឹងយើងមានអារម្មណ៍មួយថាយើងរំភើបហើយ អញ្ចឹងបងជាចុងក្រោយសុំបងអាចមតិរួមក៏បានដែរតែបាទបងមានការណែនាំយ៉ាងណាដែរសម្រាប់បងដែលគាត់ជាម្ចាស់អាជីវកម្មឬមួយក៏ម្ចាស់ផ្ទះដែលគាត់មានបំណងចង់ដេកផ្ទះបាទបងមានការ recommend បែបណាដែរ នៅពេលដែលអ្នកដេកហ្នឹងទៅ contact ជាមួយនឹងអ្នកផ្សេងដូចខ្ញុំអត់ដឹងទេប៉ុន្តែអ្វីដែលខ្ញុំចង់ប្រាប់ថាខ្ញុំទទួលបានអញ្ចឹងស្អែកអ្នកទៅជួបជាមួយនឹងអ្នកដេកជួបជាមួយនឹងម្ចាស់ផ្ទះផ្សេងខ្ញុំអត់ដឹងទេណាខ្ញុំអត់អះអាងថាអូមីណេអះអាង 100% ថាល្អថាស្អាតមិន 95% ហេតុអីក៏បងទទួលបានសេវាកម្មពីគាត់អត់ល្អដូចអនឯងអានេះខ្ញុំអត់ដឹងទេណាខ្ញុំដឹងថាពួកគាត់ទៅផ្ដល់នៅសេវាកម្មឲ្យពួកខ្ញុំទទួលបានដូចនៅអ្វីដែលខ្ញុំបាននិយាយនេះមែនហើយគាត់អត់បានជួលខ្ញុំឲ្យអស់លុយយ៉ាងហ្នឹងអញ្ចឹងអត់បានឲ្យលុយរបស់ខ្ញុំទេប៉ុន្តែខ្ញុំបាននិយាយអ្វីដែលវាពិតប្រាកដប៉ុន្តែខ្ញុំចង់ផ្ដាំទៅកាន់អ្នកដែលគាត់កាន់ជាមួយនឹងគម្រោងហ្នឹងដែរបើសិនឧទាហរណ៍ថាខ្ញុំកំពុងតែនិយាយពាក្យទាំងអស់ហ្នឹងទៅកាន់អ្នកដែលគាត់ចង់ធ្វើហាងធ្វើផ្ទះអញ្ចឹងសូមឲ្យគាត់នឹងផ្ដល់នៅអ្វីទៅកាន់អតិថិជនថ្មីដូចមកកាន់ខ្ញុំនេះហើយគឺជាអ្វីដែលខ្ញុំសនំពរ ទស្សនិកជនទាំងអស់គ្នាបាទសូមរំលឹកផងដែរបងសុផលគាត់គឺជារចនាករបាទដែលគាត់ជាអ្នកច្នៃម៉ូដសម្លៀកបំពាក់ដែលបើនិយាយទៅបងគាត់ល្បីបាទសម្រាប់បងដាណេវិញគឺគាត់ជាសិល្បករខាង make up បាទខាងបុរាណខាងបុរាណបាទបងសិល្បៈច្រើនបងដូចជាបងដាណេគាត់ចេះច្រៀងបុរាណបងសិល្បៈនិយាយទៅសិល្បៈគាត់មកអែមបាទហើយបើថាផាត់មុខខ្ញុំបានមើលដែរបងផាត់ make up ចង់ make up តួខ្មោចឬមួយក៏អីក្បាលតងោយបែប beauty អីទៅត្រូវចេះចេះបងគាត់គ្រាន់តែបិទ screen មកផាត់មកតងោចង់តំកោថ្មីក៏បានដែរបាទអញ្ចឹងជាថ្មីម្ដងទៀតសូមអរគុណបងមែនតើបាទដែលបងបានផ្ដល់ពេលវេលាចំណាយពេលវេលានេះខ្ញុំគិតថាពេលវេលាមានតម្លៃរបស់បងណាព្រោះបើសិនជាបងទៅធ្វើអីផ្សេងចំណេញច្រើនណាស់មិនទេគាត់ថាពេលវេលាដែលយើងអាចផ្ដល់ឲ្យគ្នាបានយើងអាចផ្ដល់ឲ្យគ្នាយើងគិតថាបងមែនតើអរគុណគ្នាមានពេលជួបបងឱកាសក្រោយទៀតបាទថាបងមានកម្មវិធីបងកែហាក់បងអរគុណអត់បានជួបបងអាជីវកម្មការរីកចម្រើនបងមន្ទីរសុខភាពល្អជោគជ័យដូចគ្នាអរគុណ